ចំពោះម៉ាស៊ីន print នឹងដែរគឺខាងខ្ញុំមានពីរប្រភេទបាទទីមួយគឺប្រភេទដាក់ថ្មអញ្ចឹងបាទយើងថ្មនេះយើងអស់ថ្មយើងអាចសាកបានអញ្ចឹងណាបាទហើយយើងដាច់ប្រើกระดาษ80មីលីម៉ែត្របានយើងអាចធ្វើការជាមួយម៉ាស៊ីនមួយនេះគឺហៅថាម៉ាស៊ីន Bluetooth ម៉ាស៊ីន Bluetooth នឹងស្រួលចល័តតាមខ្លួនអត់ចាំបាច់ដកនឹងជាងញ៉ៃទេយើងភ្ជាប់ជាមួយនឹង app នឹងទូរស័ព្ទរបស់យើងដូចយើងភ្ជាប់ speaker បាសអញ្ចឹងដែរណាបងបាទហើយយើងធ្វើការ print បានកระดาษទាំងអស់ដែលខ្ញុំបង្ហាញបងមុនមិញហ្នឹងយើងអាច print បាននឹង sticker ដាក់បញ្ជូនយើងអាច print បានជាងវិក័យប័ណ្ណយើងអាច print បានទាំង barcode ឬ QR code បានជាមួយម៉ាស៊ីនហ្នឹងគឺងាយស្រួលតែគ្រាន់ថាបញ្ហារបស់វាគឺបើសិនជាបង print ជាមួយនឹង iPhone ឬក៏ iPad ល្បឿនវាមិនសូវលឿនប៉ុន្មានទេតែអាចទទួលយកបានអាចចាំបានប្រើបានស្រួលទេបាទគាត់ថាវាអត់សូវលឿនដូច Android ប៉ុន្មានទេបាទជម្រើសទី2របស់ខ្ញុំដែរគឺខ្ញុំមានម៉ាស៊ីន Wi-Fi បាទម៉ាស៊ីន Wi-Fi នឹងដែរគឺជាម៉ាស៊ីនដែលធំបាទដាក់กระดาษបានច្រើនអត់ងាយអស់ទេបាទហើយតម្លៃរបស់វាគឺដូចជាមួយនឹងម៉ាស៊ីន Bluetooth មួយមិញអញ្ចឹងបាទគ្រាន់តែលក្ខណៈខុសគ្នារវាងម៉ាស៊ីន Wi-Fi និងម៉ាស៊ីន Bluetooth គឺអានេះគឺបងអាចចល័តតាមខ្លួនបានទេបងត្រូវការដុតភ្លើង free ភ្លើងមួយនឹងអញ្ចឹងហើយភ្ជាប់ជាមួយនឹង Wi-Fi network របស់បងអាចធ្វើការ print បានហើយក្រៅពីនេះដែរគឺម៉ាស៊ីននេះគឺអត់អាចធ្វើការ print barcode ឬក៏ QR code សម្រាប់បិទលើផលិតផលបានទេបងបាទតែបើសិនជាបងត្រូវការ print กระดาษដាក់ជូនឬមួយក៏វិក័យប័ណ្ណគឺ print បានលឿនមិនថា iPhone មិនថា iPad ឬមួយក៏ Android ទេគឺ print បានលឿនដូចគ្នាដែរបាទហើយសំខាន់ទៀតគឺយើង print បានជាមួយនឹងទូរស័ព្ទច្រើនបើសិនជាទូរស័ព្ទយើងភ្ជាប់ជាមួយនឹង Wi-Fi network មួយគ្នាគឺបងអាចធ្វើការ print បានហើយបាទចឹងទេចំពោះម៉ាស៊ីនទាំងពីរ model ហ្នឹងគឺបងឆ្លាញ់មួយណាត្រូវមួយណាជាមួយអាជីវកម្មរបស់បងគឺបងអាចធ្វើការរើសម៉ាស៊ីននេះបានបាទអញ្ចឹងគឺក្នុងវីដេអូហ្នឹងមានប៉ុណ្្នឹងហើយយើងធ្វើការជួបគ្នាទៀតនៅក្នុងវីដេអូក្រោយបាទ